បានលោកនាងស្ដេចជាទីមេត្រីតាក់ទងនឹងរឿងប្រសង់ខ្មែរកម្ពុជាក្រោមគឺថាថ្ងៃនេះប្រសង់ខ្មែរកម្ពុជាក្រោមពីអង្គដែលត្រូវបានអាជ្ញាធរចាប់ស្រុកនោះត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរជាបណ្ដោះអាសន្នហើយបន្ទាប់ពីសាលាដំបងរាជធានីភ្នំពេញនោះបើកការស៊ើបសួរជាលើកដំបូងនៅថ្ងៃទី3សីហានេះទន្ទឹមនឹងនេះដែរប្រសង់និងប្រជាពលរដ្ឋប្រមាណជា50នាក់បានធ្វើការតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញដើម្បីឲ្យដោះលែងប្រសង់ទាំងពីរព្រះអង្គបានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីយើងគឺលោកថៃកັບចាដែលបានទៅតាមដានព័ត៌មាននេះទៅដល់នៅតុលាការហើយពេលនេះលោកកំពុងស្ថិតនៅក្នុងបន្ទប់ផ្សាយជាមួយខ្ញុំហើយខ្ញុំនឹងសារសួរលោកអំពីបញ្ហានៃការឡើងនៅតុលាការទៅពេលនេះបាទសូមជម្រាបសួរលោកថៃកັບចាបាទសូមជម្រាបសួរបាទតើចុងបញ្ចប់តុលាការសម្រាប់យ៉ាងម៉េចទៅតាក់ទងនឹងរឿងប្រសងនៅពីព្រះអង្គបាទក្រោយការសាកសួរជាច្រើនម៉ោងដោយបិទទ្វារនោះគឺតុលាការសាលាដំបងរាជធានីភ្នំពេញនឹងបានសម្រេចចោទប្រកាន់ថា3ករណីចំពោះជនចាប់តាប់ទាំងពីររូបដែលមានជាវណ្ដានិងដាវទេពដែលជាប្រសង់ខ្មែរកម្ពុជាក្រមទៅបានអាជ្ញាធរចាប់ផ្សឹកកាលពីថ្ងៃទី1ខែសីហានឹង3ករណីគឺទី1ការគំរាមសម្លាប់តាមបណ្ដឹងរបស់ក្មេងវត្តម្នាក់ក៏ប៉ុន្តែក្មេងវត្តនឹងក៏បានអះអាងដែរថាគាត់នឹងមិនបានដាក់ពាក្យបណ្ដឹងទេក៏ប៉ុន្តែអាជ្ញាធរនឹងបង្ខំឲ្យគាត់ដាក់ពាក្យបណ្ដឹងហើយតាំងពីថ្ងៃម្សិលមិញហ្នឹងគឺក្មេងវត្តនឹងមកដកពាក្យបណ្ដឹងវិញតែអាជ្ញាធរថាបានបញ្ជូនមកតុលាការហើយថ្ងៃមិញទៀតហ្នឹងគាត់មកដល់តុលាការដែរគាត់ទាមទារដកពាក្យបណ្ដឹងនឹងទៀតក៏ប៉ុន្តែមិនទាន់សម្រេចនៃការណាឡើយទេមិនទាន់មានការសាកសួរណាឡើយទេហើយការចាប់ប្រកាន់ទី2នោះគឺការរក្សាទុកគ្រឿងញៀនដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះទៅឆែកឆេរកាលពីថ្ងៃទី1ហ្នឹងហើយដោយគ្មានព្រះអង្គទាំងពីរអង្គនឹងនៅកន្លែងនៅឡើយទេហើយនឹងចាប់ប្រកាន់មួយទៀតគឺការប្រើប្រាស់លិខិតคล้ายបាទតើព្រះអង្គទាំងពីរអង្គហ្នឹងលោកទទួលយកការចាប់ប្រកាន់ហ្នឹងទេយើងមិនបានពេលដែលគេចាប់ប្រកាន់ហើយនោះគឺយើងមិនបានសាកសួរដោយផ្ទាល់ទេក៏ប៉ុន្តែខាងមេធាវីរបស់ព្រះអង្គហ្នឹងគឺអ្នកស្រីមុតពិសិដ្ឋហ្នឹងថាការចាប់ប្រកាន់ហ្នឹងដោយពុំមានផុសតាំងជាក់ស្ដែងមិនមានផុសតាំងឲ្យត្រឹមត្រូវនោះទេព្រោះការទៅឆែកឆេរហើយដោយយោងតាមពាក្យបណ្ដឹងហ្នឹងគឺវាអត់សមហេតុផលបាទហើយអញ្ចឹងតើតុលាការនឹងចាត់វិធានការឬក៏បើកសវនាការសំណុំរឿងប្រសងទាំងពីរអង្គនៅពេលណាលោកដឹងបាទតុលាការអ្នកស្រីមុតពិសិដ្ឋដែលជាមេធាវីនោះគាត់អះអាងថាគាត់មិនទាន់បានទទួលដំណឹងពីការបន្តបើកសវនាការលើសំណុំរឿងប្រសងខ្មែរកម្ពុជាក្រមពីរអង្គនឹងថានឹងបើកសវនាការនៅថ្ងៃណាជាក់លាក់នៅឡើយទេហើយសូមបញ្ជាក់ផងដែរថាតាំងពីម៉ោង2រសៀលរហូតមកដល់ម៉ោង6ល្ងាចមិញហ្នឹងគឺមានការតវ៉ាយ៉ាងច្រើនពីប្រមាណជិត50នាក់ពីសំណាក់ប្រជាពលរដ្ឋនិងប្រសង់ដែលជាអ្នកស្និទ្ធស្នាលជាមួយនឹងបដិជគុណនោះនៅមុខសាលាដំបងរាជធានីភ្នំពេញហ្នឹងដើម្បីឲ្យដោះលែងប្រសង់កម្ពុជាក្រមពីរអង្គនឹងវិញហើយនៅក្នុងនោះគឺពួកគាត់បរិហាគេថាតុលាការនឹងមិនយុត្តិធម៌និងមិនឯករាជ្យព្រមទាំងសូត្រធម៌ដើម្បីសុំសុខសន្តិភាពនៅមុខតុលាការនឹងផងដែររហូតដល់ពួកគាត់បានរំសាយទៅវិញនៅក្រោយពេលដែលតុលាការបញ្ជូនជនចាប់ចោតទាំងពីរនឹងទាំងសក់ក្រហល់នៅពេលម៉ោង6ជាងល្ងាចមិញហ្នឹងទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរបាទជាតាក់ទងនឹងប្រធានបទនៃការចាប់ប្រសងខ្មែរកម្ពុជាក្រោមនៅពេលបន្តិចទីនេះលោករានីនឹងបានស្ដាប់វេទិកាស្ដាប់វិទ្យុអាស៊ីសេរីហើយយើងនឹងពិភាក្សាអំពីបញ្ហានេះហើយខ្ញុំសូមអរគុណច្រើនលោកថៃកັບចាដែលបានធ្វើសេចក្តីរាយការណ៍ជូននេះខ្ញុំបាទសូមអរគុណបាទ